ជុំមយងហែលជ្រែកទឹកយ៉ាងលឿនស្លេវសំដៅទៅរកបាតបឹងដោយមានពន្លឺថាមពលព័ទ្ធជុំវិញខ្លួនគេគិតក្នុងចិត្តយ៉ាងលោភលន់ថាគេមិនព្រមចេញទៅវិញដោយមិនចំណេញនោះទេផ្កាឈាមនេះក៏មិនមែនជាបញ្ហាសំខាន់នៅទីនេះឡើយគេនៅតែបន្តហែលចុះទៅក្រោមទៀតដោយគិតបន្តថាបន្ទាប់ពីធ្វើឲ្យគេលំបាកវេទនាយ៉ាងនេះវាគួរណាស់តែដឹងគួរសមប្រគល់ស្នូលថាមពលមកឲ្យគេទៅត្រូវបើមិនឲ្យទេគេនឹងដណ្ដើមយកវាឲ្យទាល់តែបានជុំមយងសម្លឹងទៅមុខក្នុងភាពងងឹតក្រោមទឹកដោយអះអាងថាសូម្បីតែគម្ពីរតាវក៏បានចែងពីច្បាប់បែបនេះដែររួចគេក៏សួរទៅកាន់ទីងងឹតនោះថាតើកំពុងគិតរឿងភ្លើអីហ្នឹងគិតថាគេមើលមិនឃើញមែនទេគ្រាន់តែពួនក្នុងទីងងឹតនោះគេប្រាប់ឲ្យដឹងចោះថាគេអាចមើលឃើញគ្រប់យ៉ាងអាសុពោះភ្លាមនោះជុំមយងចាប់ផ្ដើមងឿងឆ្ងល់ពេលសង្កេតឃើញថាដូចជាមានអ្វីមួយកំពុងតម្រង់មករកខ្លួនរំពេចនោះទឹកមួយដុំធំបាញ់វាយប្រហារចំខ្លួនគេយ៉ាងពេញទំហឹងធ្វើឲ្យគេរងការឈឺចាប់យ៉ាងខ្លាំងជុំមយងព្យាយាមទប់ខ្លួនពីកម្លាំងទឹកបាញ់នោះដោយដឹងច្បាស់ថាវាជាគ្រាប់បែកទឹកគេគិតថាតើអាពស់នេះកំពុងព្យាយាមរុញគេចេញពីទឹកដោយមិនបាច់ប្រយុទ្ធគ្នាមែនទេជុំមយងបញ្ចេញពន្លឺថាមពលដាវយ៉ាងភ្លឺចិញ្ចែងចិញ្ចាចរួចពោលសរសើរលាយឡំការឌឺដងថាឯងពិតជាឆ្លាតគ្រាន់បើសម្រាប់សត្វពស់មួយក្បាលប៉ុន្តែខួរក្បាលរបស់ឯងនៅតែរលោងដដែលទេគេស្រែកឡើងដោយកំហឹងពេលរកឃើញគោលដៅថាឯងនៅទីនេះតើអាចឆ្កែសត្វពស់យក្សបើកភ្នែកក្រហមឆ្អៅបញ្ចេញកំហឹងតបតវិញយ៉ាងកាចសាហាវក្នុងទឹកងងឹតជុំមយងមិនខ្វល់គេលើកដាវដែលបញ្ចេញពន្លឺថាមពលពណ៌សកាត់ខៀវយ៉ាងមុតស្រួចរួចប្រកាសក្តែងថាគេគ្មានថ្ងៃដោះលែងវាឲ្យរួចខ្លួនឡើយកម្លាំងថាមពលនោះបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅក្រោមបាតទឹកជុំមយងនៅតែបន្តគិតថាទោះបីជាសត្វពស់នេះចេះប្រើខួរក្បាលយ៉ាងណាក៏ដោយក៏ខួរក្បាលរបស់វានៅតែរលោងគ្មានស្នាមដដែលគេហែតម្រង់ទៅរកសត្វពស់នោះរួចបង្គាប់យ៉ាងដាច់អហង្ការឲ្យវាប្រគល់ស្នូលថាមពលមកឲ្យគេភ្លាមស្រាប់តែពេលនោះទឹកមុខរបស់ជុំមយងចាប់ផ្ដើមប្រែប្រួលគេដឹងខ្លួនថាខ្យល់ដង្ហើមជិតអស់ហើយគេប្រាប់ខ្លួនឯងថាមិនអាចអូសបន្លាយពេលយូរជាងនេះទៀតទេត្រូវតែបញ្ចប់រឿងនេះនៅទីនេះរួចគេក៏សរសើរពីភាពខ្លាំងក្លារបស់សត្រូវពន្លឺងងឹតមួយរំកិលចុះមកក្រោមគណៈបរិយាកាសជុំវិញចាប់ផ្ដើមប្រែជាស្ងប់ស្ងាត់គួរឲ្យសង្ស័យជុំមយងគិតក្នុងចិត្តបន្តថាប្រសិនបើឯងចាប់ជាតិមកវិញកុំទៅរករឿងមនុស្សលោកអីហើយរស់នៅឲ្យបានសុខសាន្តក្នុងជាតិក្រោយទៅងាកមកមើលទស្សនវិជ្ជានៅលើគុកវិញជើក៏កំពុងបញ្ជាសិស្សបកហួសានយ៉ាងសស្រាក់សស្រាំឲ្យដកផ្កាចេញមកទាំងអស់ឲ្យតែដើមណាមានរូបរាងស្តៀងគ្នាយន្តចុងប្រញាប់ប្រាប់មិត្តភ័ក្តិដោយការប្រុងប្រយ័ត្នថាកុំគ្រាន់តែទាញវាត្រូវជីកយកមកទាំងដីមកជាមួយរួចគេក៏ចង្អុលបង្ហាញឲ្យជីកយកតំបន់ជុំវិញនោះទាំងអស់តែម្ដងធ្វើបែបនេះទើបត្រូវក្រោយពីប្រមូលរួចរាល់ពួកគេក៏សួរគ្នាថាតើមានតែប៉ុណ្្នឹងទេឬយន្តចុងងាកទៅឆ្លើយតបនឹងនរណាម្នាក់ដោយការគោរពថាពួកគេបានប្រមូលវាអស់ហើយពុំមានសល់សូម្បីតែមួយឬម្នាក់នោះក៏ពោលសរសើរថាល្អណាស់តោះយើងទៅមុនពេលអាសត្វពស់ស្រកាខ្មៅឬស្អីគេនោះត្រឡប់មកវិញពេលកំពុងដើរស្រាប់តែមានអ្នកណាម្នាក់ដើរបុកឲ្យម្យ៉ាងគេលាន់មាត់ដោយក្តីងឿងឆ្ងល់ថាតើវាជាជញ្ជាំងឬយ៉ាងណាតាមពិតទៅវាគឺជាមេបញ្ជាការវិមានសត្វមេញសូដ៏ធំសម្បើមដែលឈរពាំងពីមុខពួកគេរួចបង្គាប់ម្ដងទៀតឲ្យយកវាប្រគល់មកឲ្យគាត់ភ្លាមសិស្សបកហូសានទាំង4នាក់មានយន្តចុងបៃឆនជូហ្គោនិងយូអ៊ីសុលឈរអបការរងផ្កាយ៉ាងណែនទឹកមុខភ័យស្លេកសម្លឹងទៅបាតដៃដ៏ធំដែលលាតសន្ធឹងមករកពួកគេគិតក្នុងចិត្តដោយក្តីសង្ស័យថាហេតុអ្វីបានជាស្រាប់តែគាត់ទាយកផ្កាឈាមនេះទាំងដែលគាត់ស្ងាត់ស្ងៀមរហូតមកឬមួយក៏មេញសូសួរទៅកាន់ពួកគេទាំងទឹកមុខស្ងប់ស្ងាត់ថាតើពួកគេមិនមានបំណងចង់ឲ្យវាទេឬបែកឆននិយាយរដាក់រដប់ដោយភាពភ័យខ្លាចមិនដឹងគួរឆ្លើយតបយ៉ាងណាមេញសូក៏និយាយបន្តថាគាត់យល់ហើយគឺពួកគេកំពុងតែសង្ស័យលើរូបគាត់សិស្សបកហូសានទាំង4ឈរញើសហូស្អិតកែវភ្នែកពោពេញដោយភាពព្រួយបារម្ភនិងសង្ស័យពួកគេលួចគិតក្នុងចិត្តយ៉ាងតានតឹងថាប្រសិនបើបរិសម្នាក់នេះមានបំណងអាក្រក់ផ្សេងពួកគេប្រកាសជាមិនអាចការពារផ្កាឈាមនៃគុណនេះបានទេដោយកម្លាំងរបស់ពួកគេតែឯងនោះមិនត្រឹមតែប៉ុណ្ណោះពួកគេប្រហែលជាសូម្បីតែជីវិតខ្លួនឯងក៏ការពារមិនបានផងមេញសូសម្លឹងមើលពួកគេរួចហៅពួកគេថាជាមនុស្សល្ងងដែលឆាប់ភ័យស្លន់ស្លោបែបនេះគាត់ពន្យល់ដោយសម្ដីមើងម៉ាត់ថាប្រសិនបើគាត់មានបំណងចង់បានវាតើពួកគេគិតថាការដណ្ដើមយកតែមួយដាវពីពួកគេជារឿងពិបាកសម្រាប់គាត់មែនទេគាត់គ្មានបំណងចង់លួចវាឬធ្វើបាបពួកគេឡើយដូច្នេះប្រគល់វាមកឲ្យគាត់មកយន្តចុងសម្រាប់ចិត្តហុចការរងផ្កានោះទៅឲ្យមេបញ្ជាការវិមានសត្វយ៉ាងយឺតគេពោលពាក្យសុំទោសដោយបញ្ជាក់ថារុក្ខជាតិទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេយន្តចុងហៅឈ្មោះលោកម្ចាស់វិមានរួចសួរគាត់ដោយក្តីគោរពនិងឆ្ងល់ថាតើគាត់កំពុងធ្វើអ្វីឲ្យប្រកបមេញសូឆ្លើយតបថាគាត់ដឹងហើយគោលបំណងដែលពួកគេមកទីនេះផ្ទាល់គឺដើម្បីយកដើមផ្កាស្មារុចឆ្លើយថាវាប្រហែលជាមិនគ្រប់គ្រាន់ទេតាមពិតទៅកាន់តែច្រើនគឺកាន់តែល្អហើយលទ្ធផលល្អបំផុតគឺអាចមានការផ្គត់ផ្គង់បន្តបន្ទាប់សម្រាប់ថ្ងៃអនាគតមេញសូបញ្យល់ប្រាប់ពួកគេយ៉ាងក្បោះក្បាយថាប្រសិនបើពួកគេដកយកដើមផ្កាស្មារតីទឹកនៅទីនេះទាំងអស់នោះគ្មាននរណាដឹងទេថាតើវានឹងដុះឡើងវិញនៅពេលណានិងកន្លែងណានោះវាជាការប្រសើរជាងប្រសិនបើពួកគេដាំវានៅក្នុងបរិស្ថានស្រដៀងគ្នានេះដើម្បីឲ្យវាអាចលូតលាស់ជាប្រចាំយន្តចុងងក់ក្បាលយល់ស្របថានោះគឺជារឿងពិតប្រាកដណាស់មេញសូបន្តបញ្យល់ទៀតថាកន្លែងនេះមិនមែនជាផ្នែកមួយនៃទីសក្ការៈទេព្រោះវានៅក្រៅព្រំដែនកាលពីមុនពួកគេមិនអាចប៉ះពាល់សានប្រសិនបើពួកគេតាក់ទងមកមេញសូងាទៅសួរពួកគេទាំងស្នាមញញឹមថាតើធ្វើបែបនេះមិនកាន់តែងាយស្រួលសម្រាប់ពួកគេទេឬ
រំពេចនោះជុំម្យងដែលទើបតែងើបពីទឹកខ្លួនទទឹកជោគដើរមកដល់សិល្បៈហូសាផ្សេងទៀតសម្លឹងមើលទៅគាត់រួចគិតក្នុងចិត្តដោយក្តីរំភើបថាលោកម្ចាស់វិមានសុខចិត្តធ្វើដល់ថ្នាក់នេះសម្រាប់ពួកគេផងឬជុំម្យងដើរអោនមុខនិយាយពាក្យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅថាភាពលោភលន់គឺជាអ្វីដែលបំផ្លាញអ្វីៗទាំងអស់ការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងធម្មជាតិគឺមិនខុសពីការស្វែងយល់ពីប្រាជ្ញានៃការយកតែអ្វីដែលចាំបាច់នាពេលនេះហើយទុកចំណែកដែលនៅសល់នោះទេគេពោលសរសើរថាគេទទួលបានមេរៀនដ៏អស្ចារ្យមួយហើយលោកម្ចាស់វិមានមេសូសើចក្អាកក្អាយយ៉ាងរំពងពេលឮពាក្យសម្ដីបែបនេះរួចសួរទៅលុបថាជាមេរៀនឬជុំម្យងអង្គុយដកដង្ហើមធំដោយក្តីហត់នឿយសឹងតែដាច់ខ្យល់គេត្អូញត្អែថាគេស្មានតែគេនឹងថប់ដង្ហើមស្លាប់បាត់ទៅហើយបែកឆន់ប្រញាប់សួរពីលទ្ធផលភ្លាមថាចុះចំណែកឯស្នូធម្មពលវិញយ៉ាងម៉េចហើយជុំម្យងឆ្លើយដោយទឹកមុខខកចិត្តនិងមួម៉ៅបំផុតថាវាគ្មានទេចង្រៃអើយខំប្រឹងស្ទើរស្លាប់ស្ទើរស្ទអត់បានការសោះបែកឆន់ធ្វើមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចសួរដោយមិនចង់ជឿថាសត្វវិសេសដ៏ធំបែបនេះគ្មានស្នូធម្មពលទេឬតើវាអាចទៅរួចយ៉ាងម៉េចទៅជុំម្យងមិនខ្វល់ពីសំណួរនេះងាកទៅសួរយន្តចុងវិញថាតើពួកគេបានដកផ្កាមកទាំងអស់ហើយឬនៅយន្តចុងឆ្លើយថាយកមកតែពាក់កណ្ដាលទេចំណែកឯពាក់កណ្ដាលទៀតគឺទុកឲ្យវាដុះនៅទីនោះដដែលជុំម្យងងក់ក្បាលរួចប្រាប់ថាបើអញ្ចឹងមិនអីទេកិច្ចការនៅទីនេះចប់សពគ្រប់ហើយតោះយើងទៅជោគល់បើកភ្នែកធំសួរដោយការភ្ញាក់ផ្អើលថាតើជុំម្យងពិតជាមិនព្រមដើររកស្នូធម្មពលនោះបន្តទៀតទេឬបន្ទាប់ពីខំប្រឹងតស៊ូទម្រាំតែចាប់វាបាននោះជាមួយនឹងទំហំដ៏ធំបែបនោះវាគ្មានផ្លូវដែលថាវាគ្មានស្នូនោះទេជុំម្យងស្រែកកំហកដាក់ទាំងកំហឹងយ៉ាងខ្លាំងថាគេប្រាប់ហើយតើថាវាគ្មានទេគ្មានស្នូធម្មពលទេគ្មានអ្វីទាំងអស់គេមិនដឹងទេប្រហែលជាអាពស់នោះវាទាញយកស្នូវាទម្លាក់ទុកនៅកន្លែងណាមួយបាត់ទៅហើយក៏មិនដឹងចូលកលភ័យញ័រខ្លួនសួររដាក់រដប់ថាហេតុអ្វីបានជាត្រូវខឹងខ្លាំងម្ល៉េះជុំម្យងងាកក្រោយដើរចេញយ៉ាងលឿនរួចប្រាប់ទៅបែកឆន់ថាបើចង់រស់នៅទីនេះក៏រស់នៅទៅតែគេនឹងត្រឡប់ទៅប៉ាក់ហូសានវិញហើយបែកឆន់ដកដង្ហើមធំដោយភាពនឿយណាយរួចបង្គាប់ឲ្យអ្នកផ្សេងប្រញាប់ដើរទៅតាមក្រុមរបស់ពួកគេទាំងអស់ក៏បានធ្វើដំណើរត្រឡប់ទៅវិមានសត្វវិញតាមផ្លូវដែលពួកគេបានមកដោយសារគោលដៅដើមរបស់ពួកគេគឺផ្កាឈាមនាគទើបពួកគេមិនមានការស្ដាយស្នោះច្រើនចំពោះស្នូធម្មពលនោះទេយ៉ាងណាមិញបេសកកម្មនៅបឹងទឹកនេះគឺទទួលបានជោគជ័យហើយនៅឯផ្ទៃបឹងនាពេលថ្ងៃរៀបលិចក្រោមពន្លឺពណ៌មាសដ៏ស្រស់ស្អាតស្រាប់តែមានស្រមោលតូចមួយផុសចេញពីផ្ទៃទឹកវាគឺជាកូនសត្វពស់តូចមួយក្បាលយូអ៊ីសលលួចសម្លឹងមើលកូនពស់នោះពីក្រោយកំពតព្រៃទាំងអារម្មណ៍ស្ងប់ស្ងាត់នាងពោលពាក្យតិចម្នាក់ឯងថាវាពិតជានៅរស់មែនកែវភ្នែករបស់យូអ៊ីសលបង្ហាញពីភាពទន់ភ្លន់លាយឡំក្តីឆ្ងល់បន្តិចបន្តួចនាងសួរខ្លួនឯងថាហេតុអ្វីកូនពស់នោះហែលទៅមុខយ៉ាងរលូនក្នុងទឹកខណៈយូអ៊ីសលនៅតែបន្តគិតដល់សកម្មភាពរបស់ជុងម្យងថាគេដេញតាមវាហាក់ដូចជាចង់សម្លាប់វាទៅហើយតែការពិតគឺដើម្បីទុកជីវិតឲ្យកូនពស់នេះសោះស្រាប់តែមានសម្លេងហៅនាងពីចម្ងាយសួរថានាងមកឬអត់យូអ៊ីសឡូងាកក្រោយដើរចេញរួចពោលពាក្យជូនពរទៅកាន់កូនពស់នោះតិចៗថាធំធាត់ឲ្យល្អទៅហើយកុំធ្វើបាបមនុស្សលោកឲ្យសោះ